សួស្តីអ្នកនរគ្នាមកសៀមរាបបើសិនមកដឹងថាទៅកន្លែងណាខ្ញុំ recommend ឲ្យទៅមើលSM Art Center គឺជា temporary art center មួយនៅក្នុងខេត្តសៀមរាបសម្រាប់ប្រជាជនកម្ពុជាយើងសបត់គឺមានតម្លៃសមរម្យមែនទែនតែ$2.5ទេកន្លែងទី2វិញគឺហាងកាហ្វេមួយឈ្មោះទៀម2រៀលហ្នឹងគឺគាត់ប្រម៉ែប្រមូលយកសម្ភារៈបុរាណដូចជាចានស្រាក់ផ្លាកលេខហើយនឹងឧបករណ៍អញ្ចឹងអីណានេះហ្នឹងគាត់ប្រមូលមកទាំងអស់ហើយទៅសើការច្នៃប្រឌិតរបស់គាត់គឺពិនិត្យមែនតើហើយលើកទី1របស់ខ្ញុំដែលបានចូលទៅ check in មកដល់បាយថ្ងៃហ្មងគឺខ្ញុំជិះទៅប្រាសាទអង្គរយើងក៏បានទៅ check in នៅហាងកាហ្វេរំដួលគាត់មានម្ហូបស្រស់ឆ្ងាញ់ដូចមាន់ស្រែស្លម្ជូរបោះគោហើយនឹងខ្យងហើយនៅតាមផ្លូវជិះស្ងាត់មែនដល់ពេលល្ងាចខ្ញុំសំណែនាំកន្លែងមួយទៀតគឺភ្នំក្រោមគឺជាកន្លែងដែលមើល sunset ស្អាតមែនតើហើយតាមផ្លូវហ្នឹងវាមានស្រែវាមានបឹងឈូកវាមានresort ដែលជាលក្ខណៈខ្មែរយើងអាចចូលទៅញ៉ាំអីនៅកន្លែង resort បានហើយខ្ញុំសម្រេចចិត្តជាងគេជុំវិញគឺខ្ញុំចង់ញ៉ាំបាគាទឹកសាបមានន័យថាវាមានទំហំរាងធំហើយរសជាតិគឺផ្អែមឆ្ងាញ់តែម្ដងហើយក៏បានភ្លក់កាពឹសចៀនផងដែរអូយឆ្ងាញ់ទិដ្ឋភាពស្អាតជុំវិញខ្លួនគឺបៃតងក្រហមឆ្អិនឆ្អៅតែម្ដងខ្ញុំនិយាយថាបាគាទឹកសាបមិនដឹងថាត្រូវខុសទេប៉ុន្តែខ្ញុំដឹងច្បាស់ថាអាហ្នឹងគេយកធ្វើ high B ដែរអ្នកសៀមរាបហៅ high B គឺអាបាគាក្រៀមហ្មងអញ្ចឹងខ្ញុំហៅបាគាទឹកសាបទៅហើយនៀបអីក៏អ្នកល